បាទសួស្តីបងប្អូនអរគុណនេះគឺជាកិច្ចចងបាទបារាបាទយើងតែងតែឃើញជាច្រើនទៅតាមគុំការគុំស្មៅគុំដំណាំនៅក្នុងភូមិស្រុកភូមិរបស់យើងបាទគឺសម្បូរមែនទែនទាំងរដូវវស្សាក៏ដូចជារដូវប្រាំងគឺយើងតែងតែជួបនឹងឃើញថាវាសម្បូរហើយវាមានទំហំធំហើយបើយើងមើលតាមរូបរាងនេះវាមានសាច់ច្រើនបាទអញ្ចឹងយើងដឹងថាតើយើងអាចហូបវាបានឬក៏យ៉ាងណាបាទអញ្ចឹងបើមើលតាមរូបភាពនៅខ្យងនេះតាមវីដេអូឯកសាររបស់បរទេសមួយចំនួនគឺយើងឃើញថាគេហូបក៏ប៉ុន្តែនៅក្នុងស្រុកយើងគឺអត់ទាន់ឃើញមានអ្នកហូបនៅឡើយទេអញ្ចឹងបើសិនបើបងប្អូនដែលគាត់អាចដឹងបាទថាខ្យងនេះបាទវាមានជីវៈណាហើយហូបបានឬក៏បានយ៉ាងម៉េចហូបហើយពុលឬក៏ពុលយ៉ាងម៉េចបាទសូមជួយចែករំលែកវីដេអូពាក់ព័ន្ធទៅនឹងការហូបខ្យងនេះផងដែរហើយខ្យងនេះទៀតសោតវាចម្លែកបងប្អូនវាមិនមែនត្រឹមតែរស់នៅលើដីទេបាទវាអត់នៅក្នុងទឹកតែវារស់នៅលើដីវានៅក្នុងកន្លែងត្រជាក់ហើយវាស៊ីស្លឹកឈើដោយវាឡើងទៅលើដើមឈើតែម្ដងបងប្អូនបាទវាមិនមែនដូចខ្យងធម្មតានៅលើដីវាដីអីទេគឺវាឡើងលើដើមឈើបងប្អូនបាទអញ្ចឹងយើងតែងសម្រាប់នៅជុំវិញផ្ទះខ្ញុំគឺវាឡើងលើដើមឈើដើមក្រូចដើមចេកអីជាដើមហ្នឹងវាឡើងស៊ីស្លឹកចេកឬក៏ស្លឹកក្រូចខ្ចីៗអីជាដើមហ្នឹងគឺមានប្រភេទខ្យងនេះបាទវាឡើងទៅលើដើមឈើនឹងស៊ីស្លឹកឈើផងដែរអញ្ចឹងវាចម្លែកពីប្រភេទខ្យងផ្សេងៗដែលរស់នៅក្នុងទឹកបាទស៊ីប្រភេទសត្វដែលងាប់នៅក្នុងទឹកឬក៏ប្រភេទរុក្ខជាតិដែលរលួយនៅក្នុងទឹកអីជាដើមហ្នឹងទៅបាទអញ្ចឹងបើសិនមានបងប្អូនដែលគាត់ដឹងពីការហូបឬក៏ប្រើប្រាស់វាទៅលើអត្ថប្រយោជន៍ផ្សេងៗទៀតបាទសូមជួយចែករំលែកអំពីការប្រើប្រាស់វាផងដែរបាទនេះគឺរូបភាពថតចិត្តបាទរូបរាងខ្យងបារាបាទវាមានរូបរាងបែបហ្នឹងហើយខ្លះក៏មានទំហំធំបាទធំមែនតើណាបាទហើយនេះជារូបភាពដែលខ្យងវាបានឡើងទៅស៊ីស្លឹកឈើបាទនៅលើដើមក្រូចអញ្ចឹងវាមិននៅតែលើដីទេបាទអញ្ចឹងខ្យងនេះវាឡើងទៅលើដើមឈើនិងស៊ីស្លឹកឈើផងដែរបាទអញ្ចឹងដូចវីដេអូពីខាងដើមបានរៀបរាប់អញ្ចឹងថាវាចម្លែកបាទហើយវាតែងតែនៅក្នុងកន្លែងដែលត្រជាក់បាទអរគុណច្រើន